ជំរាបសួរបងម៉ែបងប្អូនទាំងគ្នាមកជួបជាមួយនឹងលោកគ្រូវិទ្យាហើយជួបជាមួយនឹងបងប្រុសគាត់មក cover បាត់ចម្រៀងនិយាយទៅគាត់មកឆ្ងាយបងប្អូនទាំងគ្នាគាត់មកតាំងពីខេត្តបាត់ដំបងមិនចិត្តទេណាដើម្បីបាត់ចម្រៀងដូចជាពីបនហើយគាត់ឆ្លាញ់ខាងចម្រៀងតែបើចឹងគាត់មក cover បាត់ចម្រៀងដើម្បីគាត់ថាបើអត់បានល្បីអត់បានអីទេក៏បានស្ដាប់ខ្លួនឯងទុកដល់តកូនតចៅអីចឹងណាបងប្អូនទាំងគ្នាឥឡូវនេះគាត់មកថតបទចម្រៀង cover របស់លោកតាសិនស៊ីសមុទ្រជាមួយនឹងលោកគ្រូចាលោកគ្រូចានៅក្នុងសប្បាយខ្លាំងហើយកំពុងតែមើលការថតរបស់គាត់ជាមួយនឹងstudio របស់លោកគ្រូបូរីstudio ចាទស្សនភាពពេលថតបទចម្រៀងតិចទៀតដល់វេនខ្ញុំម្ដងហើយបងប្អូនទាំងអស់គ្នាព្រោះបងព្រោះមិនមកចិត្តទេណាបងប្អូនទាំងអស់គ្នាមកតាំងពីខេត្តបាត់ដំបងគាត់ហ្នឹងហើយចាមកពីខាងបាត់ដំបងគាត់តស៊ូមកជួបលោកគ្រូផ្ទាល់តែម្ដងឥឡូវបានជួបដូចក្តីប្រាថ្នាហើយក៏បានមកបត់ពេញចិត្តខ្លាំងមែនតើសម្រាប់គាត់ឥឡូវនេះលោកគ្រូកំពុងតែ design ជូនគាត់តែម្ដងចានេះតើអូនមានតែប៉ុណ្ណឹងអរគុណលោកគ្រូអរគុណបងអរគុណបងប្អូនទាំងអស់គ្នាចាសូមឲ្យសុខខ្មែរយើងសុខសប្បាយកុំឲ្យមានគេធ្វើបាបអីចាអរគុណច្រើនបងអរគុណចាមិនតពីសម្ភារគាត់ហើយឥឡូវจะដល់វគ្គខ្ញុំច្រៀងម្ដងហើយនិយាយទៅបានតាមមកបតទេបងប្អូនទាំងគ្នាដោយសារតែអត់មានពេលនិយាយទៅភ្ញៀវក៏ដូចជាបងប្អូនដែលគាត់ស្រឡាញ់ខាងហ្នឹងគាត់ចូលមក cover ច្រើនហ្មងចាញ់ចូលរហូតចឹងណាបងប្អូនទាំងគ្នាអពេលចឹងខ្ញុំបានតែមកបត់ក៏ត្រឡប់ទៅវិញបងនៅឯណាមកខ្ញុំមកលេងគាត់ឲ្យគាត់ cover បទចម្រៀងឲ្យប្រហែលបទដើម្បីទុកទៅដាក់នៅក្នុង page ដាក់ក្នុងដល់ស្រីអីចឹងណាបងប្អូនទាំងគ្នាតាមពិតចង់លេងអត់ដែរប៉ុន្តែអត់ចេះអត់ដឹងថារៀនមិនស្រឡាញ់ខាងភ្លេងមួយមុខទៀតទេចេះច្រៀងផងចេះលេងភ្លេងផងលងបដាអីចឹងណាមើលលោកគ្រូគាត់កំពុងតែកើតអើយអាណិតគាត់តែមិនខំធ្វើធ្វើឲ្យអូខេបងប្អូនទាំងគ្នាមកជំរាបទាំងអស់ដែលខ្ញុំថត cover ហ្នឹងសិតតែខ្ញុំធ្វើនៅកន្លែងគាត់ផ្ទាល់តែម្ដងហើយលោកគ្រូគាត់និយាយទៅគាត់អត់សូវទំនេរដែរទេលោកគ្រូគាត់ចង់ cover បទចម្រៀងសាកមកបទពីបទមើលអីអាចតំណែងគាត់បាននៅបរិយា studio ដោយសារតែតណាត់មុនអីចឹងណាណាត់មុនមិនបានជួបហើយនេះខ្ញុំណាត់តាំងពីម៉ោង9:10 ព្រឹកមកដល់គាត់រវល់ជូនគ្រូសាគាត់ទៅផ្ទះអ្នកគ្រូចន្ទរាទីដើម្បីជួយរៀបចំស្បៀងដើម្បីជួយទៅដល់ពុកម៉ែបងប្អូននៅជួរមុខកងកម្លាំងនៅខាងមុខនៅជួរមុខអន្តរជាតិសំជួបមុខពីតែអត់បានជួបគាត់បើសិនជាអត់មានការណាត់ទុកមុនទេនឹងឥឡូវលោកកំពុងតែកាត់ហើយបាច់ជំនាញរបស់ខ្ញុំអត់ហ៊ាននិយាយលឺបងប្អូនទាំងគ្នាដោយសារតែខ្លាចរំខានដល់គាត់ចឹងណានេះបងនៅឯណាមករំដល់ពេញចិត្តខ្លាំងមែនតើបាច់ជំនាញរបស់ហ្នឹងហើយយើងអត់មានធ្វើអីច្រើនទេគ្រាន់តែយើងសរ៉េបន្តិចបន្តួចទៅដើម្បីកុំឲ្យវាពិបាកស្ដាប់អីចឹងណាឲ្យវារៀងព្រោះអីចឹងតែហើយយើងដាក់ផុសទៅក្នុង YouTube ផុសទៅក្នុង page តាមផុសទៅតាមទូរស័ព្ទរបស់យើងតាមដែលយើងចង់ធ្វើតាមបេះដូងយើងនិយាយទៅហើយយើងទុកដល់កូនចៅយើងជំនាន់ក្រោយទៀតណាទុកឲ្យគាត់ស្ដាប់ថានេះជំនាញប៉ាជំនាញម៉ាក់នៃជំនាញនៅពីក្មេងគឺបែបនេះអញ្ចឹងណាអញ្ចឹងជាប់រហូតបងប្អូនទាំងគ្នាហើយខ្ញុំទៅចង់មានអីច្រើនទេរឿងទុំភ័យជួបរបស់ខ្ញុំផ្ទាល់ទៀតថតមកបាត់ទៀតដើម្បីទុកស្ដាប់ពីគុំហើយក៏មានអីច្រើនដែរអរគុណច្រើនបងប្អូនអរគុណសម្រាប់ការ
វីដេអូមួយនេះអរគុណខ្លាំងមែនតើ